บนโจชนำថ្មីប្រពៃណីជាតិខ្មែរគឺជាទំនៀមទម្លាប់ប្រពៃណីដែលបានបន្តជាយូរណាស់មកហើយពីមួយជំនាន់ទៅមួយជំនាន់ចាយមកអង្គុយមកចាយម៉ែរៀងរាល់ឆ្នាំប្រជាជនខ្មែរតែងតែធ្វើដំណើរពីចិត្តពីឆ្ងាយដើម្បីជួបជុំគ្រួសារគោរពចាស់ទុំបង្ហាញនូវការដឹងគុណនិងក្តីស្រឡាញ់យើងរៀបចំតុបតែងផ្ទះនិងរៀបរំដាប់ទទួលទេវតាឆ្នាំថ្មីដោយក្តីគោរពនិងជំនឿយើងជួបជុំគ្នានៅវត្តអារាមដើម្បីបួងសួងនិងសុំពរជ័យយើងលេងល្បែងប្រជាប្រិយបន្តនៅទំនៀមទម្លាប់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយញាតិមិត្តជិតឆ្ងាយសង្ក្រាន្តឆ្នាំថ្មីគឺជាប្រពៃណីដែលជាអត្តសញ្ញាណជាតិជាវេលាដែលខ្មែរគ្រប់ទិសទីមកជួបជុំគ្នាទទួលទានម្ហូបអាហារខ្មែររីករាយជាមួយសកម្មភាពសិល្បៈនិងលើកតម្កើងវប្បធម៌ជួបជុំគ្នាក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តនៅរាជធានីភ្នំពេញពីថ្ងៃទី14ដល់19ខែមេសាឆ្នាំ2026